ទឹកដូងមានអត្ថប្រយោជន៍7យ៉ាងជួយដល់សុខភាពទឹកដូងមិនមានជាតិខ្លាញ់និងកូលេស្តេរ៉ុលទេប៉ុន្តែសម្បូរទៅដោយអេឡិចត្រូលីតដែលជួយដល់ការផ្ដល់ជាតិទឹកនិងធ្វើឲ្យសុខភាពសរសៃឈាមបេះដូងប្រសើរឡើងការទទួលទានទឹកដូងស្រស់240មីលីលីត្រគឺផ្ដល់នូវ60កាឡូរីកាបូនអ៊ីដ្រាត15ក្រាមនិងមានច្រើននៅក្នុងប៉ូតាស្យូមម៉ាញ៉េស្យូមនិងកាល់ស្យូមដែលមានប្រយោជន៍សម្រាប់សុខភាពទូទៅអ្នកជំនាញផ្នែកសុខភាពបានរកឃើញពីអត្ថប្រយោជន៍សុខភាពសំខាន់ចំនួន7នៃទឹកដូងទី1តុល្យភាពអេឡិចត្រូលីតនៃរាងកាយទឹកដូងមានសារធាតុអេឡិចត្រូលីតធម្មជាតិខ្ពស់ដូចជាសូឌីយ៉ូមម៉ាញ៉េស្យូមកាល់ស្យូមនិងប៉ូតាស្យូមអេឡិចត្រូលីតទាំងនេះមានសារៈសំខាន់សម្រាប់រក្សាតុល្យភាពទឹកនៅក្នុងរាងកាយនិងជួយក្នុងការដឹកជញ្ជូនកាកសំណល់ចេញពីកោសិកាជួយដល់មុខងារសាច់ដុំនិងសរសៃប្រសាទនិងរក្សាលំនឹងសម្ពាធឈាមផងដែរភេសជ្ជៈនេះមានតម្លៃជាពិសេសសម្រាប់ដោះស្រាយអតុល្យភាពអេឡិចត្រូលីតដែលអាចកើតឡើងនៅក្នុងអំឡុងពេលសកម្មភាពរាងកាយជាមួយនឹងកម្រិតជាតិស្ករទាបរបស់វាបើប្រៀបធៀបទៅនឹងភេសជ្ជៈកីឡាជាច្រើននិងវត្តមានកាបូអ៊ីដ្រាតច្រើននៅក្នុងទឹកដូងអាចជួយបង្កើនមុខងារសាច់ដុំទី2ពង្រឹងសុខភាពរំលាយអាហារអង់ស៊ីមដែលមាននៅក្នុងទឹកដូងជួយដល់សុខភាពរំលាយអាហារនិងជួយសម្រួលដល់ការរំលាយអាហារផងដែរទឹកដូងស្រស់ក៏មានផ្ទុកអាស៊ីតដែលជាសារធាតុសំខាន់ដែលជួយក្នុងការរំលាយអាហារនិងបង្កើនលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរីការទទួលទានទឹកដូងនៅពេលព្រឹកគឺអាចជួយបង្កើនប្រសិទ្ធភាពប្រព័ន្ធរំលាយអាហារជម្រះប៉ារ៉ាស៊ីតនៅក្នុងពោះវៀននិងស្ដារបាក់តេរីមានប្រយោជន៍ទី3ការពង្រឹងប្រព័ន្ធភាពស៊ាំទឹកដូងសុទ្ធគឺជាប្រភពនៃសារធាតុធម្មជាតិដែលត្រូវបានគេស្គាល់ថាមានលក្ខណៈសម្បត្តិប្រឆាំងនឹងភាពចាស់និងប្រឆាំងនឹងជំងឺមហារីកនិងសម្រាប់ការបង្កើនភាពស៊ាំភេសជ្ជៈនេះជួយពង្រឹងប្រព័ន្ធការពាររាងកាយប្រឆាំងនឹងការឆ្លងរោគនិងប្រឆាំងនឹងភាពតានតឹងអុកស៊ីតកម្មទី4ការគ្រប់គ្រងទម្ងន់ទោះបីជាវាមានរសជាតិផ្អែមក៏ដោយក៏ទឹកដូងសុទ្ធមានកាឡូរីនិងស្ករតិចជាងភេសជ្ជៈជាច្រើនទៀតដែលជួយរក្សាទម្ងន់ឲ្យមានសុខភាពល្អជាតិសរសៃខ្ពស់របស់វាជួយបង្កើនអារម្មណ៍នៃភាពពេញលេញរារាំងការញ៉ាំច្រើនពេកលើសពីនេះប៉ូតាស្យូមនៅក្នុងទឹកដូងជួយគ្រប់គ្រងតុល្យភាពកាកសំណល់និងការរំលាយអាហារទី5ផ្ដល់សំណើមដល់ស្បែកដូចដែលបានលើកឡើងខាងលើទឹកដូងមានផ្ទុកសារធាតុដែលជួយការពារការខូចខាតអុកស៊ីតកម្មនិងបន្ថយភាពចាស់នៃកោសិកាអាស៊ីតដែលនៅក្នុងទឹកដូងដែលត្រូវបានគេស្គាល់ថាសម្រាប់មានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរីរបស់វាក៏ជួយក្នុងការព្យាបាលមុននិងសំណើមស្បែកផងដែរ6ដើរតួនាទីជាថ្នាំបញ្ចុះទឹកនោមទឹកដូងសុទ្ធមានលក្ខណៈសម្បត្តិធម្មជាតិដែលជួយក្នុងការបន្សាបជាតិពុលនៅក្នុងតម្រងនោមដោយកម្ចាត់ជាតិពុលការទទួលទានជាប្រចាំអាចជួយបន្ថយហានិភ័យនៃគ្រោះក្នុងតម្រងនោមនិងជួយដល់សុខភាពផ្លូវទឹកនោមផងដែរទី7គ្រប់គ្រងសម្ពាធឈាមទឹកដូងសម្បូរទៅដោយប៉ូតាស្យូមដែលមានសារៈសំខាន់សម្រាប់ការគ្រប់គ្រងសម្ពាធឈាមព្រោះប៉ូតាស្យូមអាចជួយកាត់បន្ថយឥទ្ធិពលនៃជាតិសូឌីយ៉ូមនិងកាត់បន្ថយភាពតានតឹងលើប្រព័ន្ធសរសៃឈាមបេះដូងការទទួលទានទឹកដូងជាប្រចាំអាចជួយរក្សាសម្ពាធឈាមឲ្យមានស្ថិរភាពនិងផ្ដល់អត្ថប្រយោជន៍ដល់សុខភាពបេះដូងវាជារឿងសំខាន់ដែលត្រូវកត់សម្គាល់ថាខណៈពេលដែលទឹកដូងជាភេសជ្ជៈផ្ដល់ជាតិទឹកដែលមានអត្ថប្រយោជន៍ច្រើនដល់សុខភាពវាក៏មានផ្ទុកនៅកាបូអ៊ីដ្រាតដែលអាចបង្កឬធ្វើឲ្យរោគសញ្ញារំលាយអាហារកាន់តែធ្ងន់ធ្ងរចំពោះបុគ្គលដែលមានរោគសញ្ញាពោះវៀនមិនប្រក្រតីលើសពីនេះថ្វីត្បិតតែកម្រិតជាតិស្ករនៅក្នុងទឹកដូងមានកម្រិតមធ្យមក៏ដោយអ្នកដែលមានជំងឺទឹកនោមផ្អែមគួរតែប្រុងប្រយ័ត្ននិងជៀសវាងការទទួលទានវានៅក្នុងបរិមាណច្រើនពេក
ព្រោះវាអាចមានផលប៉ះពាល់ដល់កម្រិតជាតិស្ករនៅក្នុងឈាមផងដែរ